ក្រុមគ្រួសារសពជនរងគ្រោះបាត់បង់ជីវិត4នាក់ដោយគ្រោះអគ្គីភ័យនៅខណ្ឌពោធិ៍សែនជ័យទទួលបានអំណោយមនុស្សធម៌ពីសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញនាយប់ថ្ងៃសុក្រទី13ខែមិថុនាឆ្នាំ2025នេះលោកខួងស្រេងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញបានចាត់ឲ្យលោកស្រីមុំច័ន្ទអានីលេខាធិការសាខានិងលោកចិនប៊ុនធឿននាយកប្រតិបត្តិសាខានាំយកអំណោយមនុស្សធម៌របស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយនឹងក្រុមគ្រួសារសពជនរងគ្រោះបាត់បង់អាយុជីវិតមួយគ្រួសារដោយអគ្គីភ័យកាលពីវេលាម៉ោង5ព្រឹកថ្ងៃទី13ខែមិថុនាឆ្នាំ2025ស្ថិតនៅផ្ទះជួលមួយកន្លែងនៅភូមិជ្រៃកោងសង្កាត់ចោមចៅទី2ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបច្ចុប្បន្នសពទាំងអស់ត្រូវបានយកមកតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតស្ថិតនៅក្នុងភូមិត្រពាំងអំពិលឃុំប្រស្និបស្រុករលាបអៀខេត្តកំពង់ឆ្នាំងនាឱកាសនោះសាច់ញាតិជនរងគ្រោះបានឲ្យដឹងថាសពជនរងគ្រោះមួយគ្រួសារនេះមានឪពុកឈ្មោះហេងវ៉ាន់ខយអាយុ38ឆ្នាំមុខរបរជាជាងជួសជុលម៉ាស៊ីនត្រជាក់ម្ដាយឈ្មោះបុត្រពុតអាយុ32ឆ្នាំមុខរបរជាអ្នកលក់កាហ្វេកូនស្រីច្បងឈ្មោះខឿងខយបុត្រគិរីទេវីអាយុ7ឆ្នាំរៀនថ្នាក់ទី2និងកូនស្រីពៅឈ្មោះខឿងខយសុវណ្ណមីមានអាយុទើបតែ7ខែតែប៉ុណ្ណោះស្ថិតក្នុងសមានទុកដ៏ក្រៀមក្រំសោកសង្រេងជាទីបំផុតចំពោះមរណភាពនេះលោកចិនប៊ុនធឿននាយកប្រតិបត្តិសាខាបានមានប្រសាសន៍ថាការមកចូលរួមបុណ្យសពនៅពេលនេះគឺធ្វើឡើងភ្លាមៗបន្ទាប់ពីសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនទទួលបានព័ត៌មានដ៏រន្ធត់និងសោកសង្រេងនេះតាមរយៈឯកឧត្តមប្រធានសាខាបានចាត់ឲ្យលោកនិងលោកស្រីលេខាធិការមកចូលរួមបុណ្យផ្ទាល់ដោយនាំយកគ្រឿងឧបភោគបរិភោគមួយចំនួននិងថវិកាចំនួន5លានរៀលសម្រាប់យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីព្រមទាំងបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពទាំង4បានទៅកាន់សុគតិភពកំបីឃ្លៀងឃ្លាតឡើយ